បាទជម្រាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះក្រុមជាងផ្ទះយើងមកបង្ហាយការឋានមួយទៀតបងប្អូនអ្នកគ្នានៅក្នុងខែ10នេះខែតុលានេះអញ្ចឹងការឋាននេះគឺស្ថិតនៅក្នុងខេត្តកំពង់ស្ពឺបងប្អូនអ្នកគ្នាផ្ទះនេះដែរគឺជាប្រភេទផ្ទះកពើហាដែលយើងធ្វើនៅក្នុងទំហំ7x13ដែលនៅក្នុងផ្ទះបានបន្ទប់គេងរហូតដល់3ហើយបន្ទប់ទឹកមួយបន្ទប់ទទួលភ្ញៀវមួយធំទូលាយមែនទែនបងប្អូនអ្នកគ្នាអញ្ចឹងយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាបងប្អូនអ្នកគ្នាបាទបងប្អូនអ្នកនាងនេះគឺជាបន្ទប់ទទួលភ្ញៀវដែលយើងរៀបចំការ៉ូជញ្ជាំងសម្រាប់បងប្រុសខាងក្រៅបងប្អូនអ្នកនាងដោយសារតែបងប្រុសគាត់ថែមលុយដាក់ការ៉ូជញ្ជាំងនេះគឺជាបន្ទប់ទី1អញ្ចឹងបងប្អូនអាចកលេចមើលបានបន្ទប់ទី1យើងចូលមកគឺរៀងធំទូលាយមែនទែនតែម្ដងបងប្អូនអ្នកនាងបាទនេះគឺបន្ទប់ទី1ដោយបងប្អូនឃើញអញ្ចឹងគឺជ្រីជ្រុងអំពូលបែបហ្នឹងឥឡូវយើងមកមើលបន្ទប់ទី2អញ្ចឹងបន្ទប់ទាំងអស់គឺធំល្មមនៅក្នុងការរស់នៅបងប្អូនអ្នកនាងហើយនេះគឺបន្ទប់ទី2ដែលយើងរៀបចំបែបហ្នឹងបងប្អូនអ្នកគ្នានិយាយទៅមកល្មមមិនតូចមិនធំមកសមរម្យសម្រាប់គ្រួសារធំដោយសារតាបងគាត់មានកូនតូចរហូតដល់2អញ្ចឹងកូនរបស់គាត់គឺគាត់ឲ្យនៅបន្ទប់មួយដាច់ចលែកបាទហើយនេះគឺផ្ទះបាយដោយបងប្អូនបានឃើញអញ្ចឹងគឺធំទូលាយមែនតើផ្ទះបាយនេះគឺយើងរៀបប៉ុណ្ណឹងហើយសម្រាប់កញ្ចក់ក្រោមគឺបងប្រុសគាត់កំងខាងក្រៅទេក្រុមជាងសាងសង់ទូទៅគឺអត់មានទេបងប្អូនអរគ្នាកញ្ចក់នេះគឺខ្ញុំអត់ដាក់ឲ្យទេគឺបងប្រុសគាត់រៀបចំខ្លួនឯងហើយនេះគឺធ្នើចក្រានយើងបងប្អូនឃើញអញ្ចឹងគឺធំទូលាយមែនតើហើយឡាបូលាងចានអីមកសំរុំទាំងអស់ហើយចុងក្រោយបន្ទប់កូនពៅបងប្អូនអរគ្នាបន្ទប់កូនពៅនេះគឺប្លែកមែនតើដោយសារតែបងប្អូនពៅគឺពណ៌ភីងភីងបាទដូចបងប្អូនឃើញអញ្ចឹងពណ៌ចេញមកខុសគេខុសឯងប៉ុន្តែស្អាតគាត់ចូលចិត្តហើយម៉ូដពណ៌នេះគឺបងប្អូនកូនពៅកំងផ្ទាល់តែម្ដងនៅសល់ចុងក្រោយបន្ទប់ទឹកបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាទៅមើលបន្ទប់ទឹកទាំងអស់គ្នាបាទខ្វាក់បាទនេះគឺបន្ទប់ទឹកបងប្អូនអរគ្នាអញ្ចឹងនៅក្នុងគ្រឿងបន្ទប់ទឹកនេះអត់មានអីថែមទេគឺតម្លៃនេះបងប្អូនបានបន្ទប់នឹងសម្ភារៈបែបនេះទាំងអស់បងប្អូនអរគ្នាបាទអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងថតជុំវិញបរិវេណខាងក្រៅជូនបងប្អូនអរគ្នាមើលបន្ថែមទៀតហើយនេះគឺជារូបរាងនៃតួផ្ទះដូចបងប្អូនបានឃើញអញ្ចឹងគឺខាងក្រៅជំហៀងផ្ទះក៏ស្រស់ស្អាតដែរបងប្អូនអរគ្នាជាមួយជំហៀងឆ្វេងស្ដាំផ្ទះនេះគឺមានជ្រៃជ្រុងស្រស់ស្អាតហើយនេះគឺជាតួផ្ទះខាងក្រោយបងប្អូនអរគ្នាមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនអរគ្នា